ជំរាបសួរមកបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះពេញសំណាងជាមន្ត្រីកសិកម្មនិគមទឹកត្រាស្រុកពេញនោះខេត្តព្រះសីហនុក្នុងពេលនេះផងដែរខ្ញុំបានកំពុងតែធ្វើដំណើរទៅកាន់កសិដ្ឋានរបស់លោកពូម៉ាត់ខ្វែតដែលមានបញ្ហាផ្ទុះនៅជំងឺក្តាមផងដែរដែលកសិដ្ឋានរបស់គាត់នឹងមានគោចំនួន85ក្បាលមានផលប៉ះពាល់ចំនួន20ក្បាលខ្ញុំបំណងដែលខ្ញុំធ្វើវីដេអូនេះគឺខ្ញុំចង់ធ្វើវីដេអូបញ្យល់អំពីដំណើរការនៃការដោះស្រាយបញ្ហានៃការធ្វើការរបស់មន្ត្រីកសិកម្មឃុំផងដែរចឹងណាបងប្អូនបាទបន្ទាប់ពីទទួលបានការរាយការណ៍អំពីអាជ្ញាធរឃុំនិងជាមួយកសិករផងដែរខ្ញុំបានជាមន្ត្រីកសិកម្មឃុំទឹកខ្លាជាមួយនឹងបែបសត្វឃុំនឹងលោកពូបែបសត្វឃុំនឹងក៏បានចុះទៅផ្ទាល់ដើម្បីសិក្សាអំពីរោគសញ្ញាភាពបច្ចុប្បន្នអញ្ចឹងណាបន្ទាប់ពីយើងបានសិក្សាពីបច្ចុប្បន្នជាក់ស្ដែងរោគសញ្ញាអស់ហើយយើងបានកំណត់ថាវាជាជំងឺឧបក្តាបន្ទាប់ពីយើងបានកំណត់រោគសញ្ញាជាក់ស្ដែងរួចរាល់មកហើយសម្រាប់ខ្ញុំបាទគឺបានរាយការណ៍ទៅកាន់ការិយាល័យនៃបាក់សុព្យាបាលនៃមន្ត្រីកសិកម្មខេត្តព្រះសីហនុហើយក៏ដូចជាបានរាយការណ៍ទៅកាន់រដ្ឋបាលនៃឃុំទឹកថ្លាបន្ទាប់ពីបានរាយការណ៍រួចរាល់ហើយខ្ញុំបានក៏ឆ្លៀតដើម្បីជិះទៅម៉ូតូទៅកាន់តំបន់អ្នកភូមិនៅក្នុងភូមិនឹងផ្សេងៗហ្នឹងដើម្បីស្រង់តើមានតោរបស់បងប្អូនហើយមានជំងឺហ្នឹងឬមានការរ៉ាប់ហ្នឹងទៅអត់ចឹងណាក៏បងណែនាំអំពីការការពារពីជំងឺឆ្លងជំងឺឧបក្តាមហ្នឹងពីការថែទាំអនាម័យចឹងណាបងប្អូននេះបន្ទាប់ពីសម្រាប់ខាងពូដែលនឹងវិញដែលជាដែលធ្វើការនៅការិយាល័យនឹងមន្ទីរបាក់សុព្យាបាលបន្ទាប់គ្រាន់តែយើងរាយការណ៍ទៅចឹងហ្នឹងគាត់ក៏បានស្អីឡើងគាត់ក៏បានមកចោះអន្តរាគមន៍ដល់ជាថ្នាំនិងបច្ចេកទេសផងដែរចឹងណាហើយនេះសម្រាប់ទឹកចិត្តរបស់ខ្ញុំពិតជាសូមថ្លែងយ៉ាងគោរពនិងថ្លែងអំណរគុណទៅដល់លោកស្រីនិងលោកប្រធានមន្ត្រីដែលជាថ្នាក់ដឹកនាំនៃមន្ទីរកសិកម្មខេត្តព្រះសីហនុដែលលោកតែងតែយកចិត្តទុកដាក់នៅក្នុងការជួយនឹងដោះស្រាយបញ្ហាដល់កសិករក៏ដូចជាសម្រួលការងារដល់មន្ត្រីកសិកម្មភូមិដែរចឹងហ្នឹងហើយខ្ញុំពិតជាអរគុណមែនតើហើយសម្រាប់ដំណើរការក្នុងការដោះស្រាយបញ្ហានេះគឺយើងបានដោះស្រាយបញ្ហានេះក្នុងរយៈពេលតែ2ថ្ងៃតែប៉ុណ្ណោះដូចនេះអាចបញ្ជាក់បានថាពួកយើងខ្ញុំដែលជាមន្ត្រីដែលនៅក្រោមបាទរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគឺពិតជាបានខិតខំប្រឹងប្រែងអស់ពីចិត្តនិងកាយក្នុងការជួយនឹងដោះស្រាយជូនប្រជាពលរដ្ឋពិតប្រាកដមែនហើយឥឡូវពេលនេះខ្ញុំចង់ត្រឡប់ក្រោយវិញពីទូនាទីដែលពួកខ្ញុំបានធ្វើរាល់ថ្ងៃដែលជាមន្ត្រីកសិកម្មគុំចឹងណាគឺពួកខ្ញុំចុះជារៀងរាល់ថ្ងៃដើម្បីណែនាំខ្លួនដល់បច្ចេកទេសឲ្យប្រជាពលរដ្ឋជាកសិករស្រង់ស្ថិតិកសិកម្មសិក្សាបញ្ហាប្រឈមអីចឹងណាហើយពួកខ្ញុំគឺមិនមែនធ្វើតែមួយមុខទេគឺសម្របសម្រួលតាំងពីវារីបកម្មតាំងពីសត្វតាំងពីដំណាំតាំងពីបន្លែចឹងគ្រប់មុខចឹងបើសិនជាមានការខុសឆ្គងអីមួយខ្ញុំសូមលើកម្រាមដៃ10សូមអភ័យទោសនឹងការលើកលែងដើម្បីយើងនឹងកែតម្រូវយកមកអភិវឌ្ឍអាជីពការងារនិងជួយកសិករបន្ថែមទៀតពេលនេះវីដេអូមានតែប៉ុណ្្នេះទេខ្ញុំសូមជម្រាបលានិងអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះផងដែរ